ផ្លែចេកខ្ចីឬចេកស្លឹកមានប្រយោជន៍ផ្នែកសុខភាពនិងជាធនាគារច្រើនយ៉ាងខាងក្រោមនេះជាប្រយោជន៍សំខាន់របស់វា 1. ប្រយោជន៍ផ្នែកសុខភាពជំនួយការរំលាយអាហារចេកខ្ចីមានជាតិអំណោយអំណាង tannins និងសម្បូរទៅដោយជាតិខ្លាញ់ធម្មជាតិ resistant starch ដែលជួយបន្ថយការរាគនិងជួយព្យាបាលរាគពោះកាត់បន្ថយម្សៅស្ករបើប្រៀបធៀបទៅនឹងចេកទុំចេកខ្ចីមានម្សៅស្ករតិចជាងដែលល្អសម្រាប់អ្នកដែលកំពុងត្រួតត្រាម្សៅស្ករក្នុងឈាមសម្បូរប៉ូតាស្យូមជាធាតុចិញ្ចឹមដ៏ល្អដែលជួយរក្សាសម្ពាធឈាមនិងការងារប្រព័ន្ធប្រសាទប្រឆាំងនឹងរាល់ការជាតិអំណះអំណាងក្នុងចេកខ្ចីមានលក្ខណៈប្រឆាំងនឹងរាល់ការអាចជួយបន្ថយការរលាកក្នុងខ្លួន 2. ប្រយោជន៍ក្នុងការធ្វើម្ហូបធ្វើជាម្ហូបឬបន្លែចេកខ្ចីអាចត្រូវបានចម្អិនជាចេកឆ្អិនចៀនឬទុកក្នុងសាច់ជ្រូកឆាដែលផ្ដល់រសជាតិផ្អែមឆ្ងាញ់ជាវិធីសាស្ត្ររក្សាទុកការប្រើចេកខ្ចីជាម្ហូបអាចជួយប្រើផលិតផលកសិកម្មដែលមិនទាន់ទុំពេញ 3. ការព្រមាននិងការប្រុងប្រយ័ត្នរសជាតិជូរអែមចេកខ្ចីមានរសជាតិជូរបន្តិចដូច្នេះគួរចម្អិនឲ្យបានឆ្អិនមុនពេលបរិភោគការរារាំងការស្រូបយករ៉ែជាតិអំណះអំណាងក្នុងចេកខ្ចីអាចរារាំងការស្រូបយករ៉ែខ្លះដូចជាជាតិដែកដូច្នេះគួរបរិភោគក្នុងបរិមាណសមរម្យសរុបមកចេកខ្ចីមិនត្រឹមតែជាបន្លែដ៏ឆ្ងាញ់ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងមានប្រយោជន៍ផ្នែកសុខភាពច្រើនផងដែរទោះជាយ៉ាងណាការបរិភោគវាឲ្យបានសមរម្យនិងត្រូវចម្អិនឲ្យឆ្អិនជាមុនសិនគឺជាកត្តាដ៏សំខាន់